ទឹកខ្មេះទឹកត្នោតគឺជាទឹកខ្មេះដ៏ពេញនិយមរបស់បងប្អូនខ្មែរកណ្ដាលយើងហើយទឹកខ្មេះចេកគឺជាទឹកខ្មេះដ៏ពេញនិយមរបស់បងប្អូនខ្មែរកម្ពុជាក្រោមប៉ុន្តែពេលនេះនាងខ្ញុំសូមបង្ហាញរបៀបធ្វើទឹកខ្មេះស្វាយម្ដងរដូវនេះគឺជារដូវសម្បូរស្វាយទុំហើយស្វាយនៅប្រទេសកម្ពុជាយើងគឺចុះថោកខ្លាំងមែនទែនហើយជ្រុះពាសវាលពាសកាលទាំងអស់គ្មានអ្នកញ៉ាំទេរវល់តែរៀបរាប់មួយសន្ទុះឥឡូវស្វាយចិត្តរួចរាល់ហើយនាងខ្ញុំបានយកទៅថ្លឹងគឺទម្ងន់1គីឡូកន្លះសាច់ស្វាយហើយយកវាទៅកិនឲ្យម៉ត់នៅក្នុងម៉ាស៊ីនកិនទឹកក្រឡុកហើយពេលកិនហ្នឹងគឺដាក់ទឹកខ្លះដែរហើយបន្ទាប់មកគឺនាងខ្ញុំដាក់ទឹកចូលបន្ថែមទៀតដូច្នេះទឹកសរុបទាំងអស់គឺ1លីត្របន្ទាប់មកនាងខ្ញុំចាក់ស្ករកន្លះខាំចូលហើយកូររហូតទាល់តែស្ករហ្នឹងរលាយចូលគ្នាជាមួយនឹងសាច់ស្វាយបន្ទាប់មកគ្របទុកចោលហើយបើកវាកូរជារៀងរាល់ថ្ងៃពេលនេះទឹកស្វាយរបស់នាងខ្ញុំមានអាយុ3ថ្ងៃគឺមិនទាន់คล้ายជាទឹកខ្មេះនៅឡើយទេគឺនៅរសជាតិផ្អែមឆ្ងាញ់ហើយនៅពេលដែលកូរឲ្យវាសព្វបែបនេះហើយគឺពពុះរត់ឡើងលើគ្របទុកវាចោលចូលដល់ថ្ងៃទី5នាងខ្ញុំបើកគម្របហើយកូរម្ដងទៀតឃើញថាពពុះនឹងគឺកាន់តែច្រើនទ្វេដងគឺឡើងអណ្ដែតដូចពពកអញ្ចឹងម្យ៉ាងទៀតរសជាតិរបស់វាគឺនៅតែផ្អែមដដែលគឺផ្អែមមុតឆ្ងាញ់តែម្ដងនៅពេលនេះទឹកស្វាយមានអាយុ10ថ្ងៃនៅពេលដែលនាងខ្ញុំបើកគម្របហើយកូរវាឃើញថាពពុះហ្នឹងគឺសឹងតែបាត់អស់ហើយទឹកគឺឡើងថ្លារៀងល្អក់បន្តិចហើយវាជូរស្រដៀងនឹងទឹកត្នោតជូរដែរគឺជូរអែមមិនមែនជូរខ្លាំងណាស់ណាទេថ្មិចបើកទឹកស្វាយរបស់នាងខ្ញុំមានអាយុកាល15ថ្ងៃហើយវាក៏បានคล้ายទៅជាស្រាស្វាយដែរចំណែកឯពពុះក៏លែងមានអ្វីដែលមានគឺមានមេស្ដើងដុះនៅពីលើរយៈពេលនេះនាងខ្ញុំបានត្រងស្រាស្វាយចេញហើយចោលសាច់ស្វាយឃើញនាងខ្ញុំយកស្លាបព្រាមកដួសដាក់ចានហ្នឹងវាគឺជាមេទឹកខ្មេះដែលវាទៅតែចាប់ផ្ដើមកកើតហើយវានៅមានជាតិពណ៌លឿងនៅឡើយទេដូច្នេះនាងខ្ញុំយកវាចេញដាក់ចានហើយសម្អាតវាឲ្យស្អាតវាមានលក្ខណៈស្ដើងនៅឡើយពីព្រោះវាទៅតែដុះមេដូច្នេះសម្អាតវារួចហើយគឺដាក់វានៅក្នុងស្រាស្វាយតែម្ដងដើម្បីឲ្យវាឆាប់កាច់ជាតិជូរคล้ายទៅជាទឹកខ្មេះកែវនេះគឺនាងខ្ញុំបានលាងសម្អាតរួចរាល់ហើយបានសម្លាប់មេរោគជាមួយនឹងទឹកក្តៅរួចរាល់ហើយដែរហើយនាងខ្ញុំបានចាក់ស្រាស្វាយចូលពីព្រោះគោលបំណងរបស់នាងខ្ញុំគឺចង់បានទឹកខ្មេះគ្របវាឲ្យជិតហើយកុំប៉ះពាល់វាទុកឲ្យវាបំលែងคล้ายជាទឹកខ្មេះរយៈពេល1ខែទៅ1ខែកន្លះវាคล้ายជាទឹកខ្មេះហើយបងប្អូនឃើញទេឃើញមេដុះពីលើក្រាស់ខ្មឹកដូចសារាយសស្គុះថ្លាហ្នឹងវាគឺជាមេទឹកខ្មេះប្រសិនជាយើងធ្វើខុសគឺវាคล้ายជាផ្សិតវាឥតដុះមេសារាយអណ្ដែតដូចនេះទេដុះមេទឹកខ្មេះចេញហើយនាងខ្ញុំយកទឹកខ្មេះស្វាយច្រកដបផ្សេងមួយទៀតឃើញថាទឹកខ្មេះនេះឡើងពណ៌លឿងថ្លាតែម្ដងប្រសិនបើបងប្អូនមិនចង់ដួសចេញក៏បានដែរគឺទុកវានៅក្នុងកែវហ្នឹងជារៀងរហូតហើយមេហ្នឹងគឺវាដុះបន្តបន្ទាប់ជារៀងរហូតគឺវាសក់ថ្មីនៅខាងលើចាស់ទម្លាក់ខ្លួនចុះក្រោមរហូតដល់តែក្រាស់ខ្មឹកហើយទឹកខ្មេះគឺកាន់តែថ្លាទៅពីមួយថ្ងៃទៅមួយថ្ងៃដូច្នេះពីដំណាក់កាលមួយទៅដំណាក់កាលមួយគឺមានរសជាតិផ្សេងគ្នាទាំងអស់ហើយថ្ងៃដែលនាងខ្ញុំធ្វើគឺថ្ងៃទី11ខែ3 2025ហើយថ្ងៃនេះគឺថ្ងៃទី25ខែ4ឆ្នាំ2025ដូច្នេះទឹកខ្មេះស្វាយរបស់នាងខ្ញុំគឺមានអាយុកាល1ខែកន្លះអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់